ជំសួរជាថ្មីម្ដងទៀតបាទយើងជួបគ្នាជាមួយនឹងវគ្គទី2បាទជាវគ្គដែលយើងនឹងរៀនអំពីកត្តាទី3បន្តគឺកត្តាព្យាបាលក៏ដូចជាគោលការណ៍របស់អ្នកព្យាបាលគោលការណ៍របស់បេសកបាទសូមយើងមើលដល់ទៀតនៅការព្យាបាលគឺយើងមានទាំងអស់គឺមាន6កត្តាបាទគឺមាន6បាទការព្យាបាលនេះគឺយើងទី1បើសិនជាយើងមានសត្វរបស់ខ្លួនឯងតែយើងដឹងពីរោគសញ្ញារបស់វាបាទប៉ុន្តែបើសិនជាយើងចោះទៅព្យាបាលសត្វរបស់ប្រជាកសិករផ្សេងទៀតគឺទី1គឺយើងត្រូវសាកសួរម្ចាស់សត្វពីកន្លែងដែលវាស៊ីនៅតាពីកន្លែងដែលវាស៊ីហើយនៅក្នុងភូមិនោះមានផ្ទុះជំងឺដែរឬទេបាទមានថាយើងសាកសួរព័ត៌មានអំពីម្ចាស់សត្វថាតើសត្វនឹងវាយ៉ាងម៉េចវាឈឺយ៉ាងម៉េចវាក្តៅយ៉ាងម៉េចវាអត់ស៊ីចំណីយ៉ាងម៉េចវាផឹកទឹកយ៉ាងម៉េចយើងត្រូវសួរដើម្បីយើងងាយស្រួលក្នុងការយើងកំណត់សម្គាល់ពីជំងឺដើម្បីនឹងព្យាបាលបាទហើយនឹងមួយទៀតពីកន្លែងដែលវាទៅស៊ីតែវាទៅស៊ីនៅកន្លែងណាជួនទៅវាអាចទៅស៊ីនៅកន្លែងឆ្ងាយហើយនៅក្នុងវងដែលវាទៅនោះមានផ្ទុះជំងឺបាទឬមួយក៏វាទៅស៊ីនៅកន្លែងដូចជាតាមស្មៅទឹកដូចជានៅក្នុងបឹងនៅក្នុងអីហ្នឹងបាទគឺវាអាចឆ្លងជំងឺមកដែរពីព្រោះវាច្រើនពងព្រូនវានៅក្នុងវាអាចដាក់នៅក្នុងទឹកបានហើយនឹងនៅក្នុងស្មៅបាទអញ្ចឹងពងព្រូនវានៅក្នុងស្មៅអញ្ចឹងនៅពេលដែលគោស៊ីទៅវាអាចឆ្លងហើយពងព្រូនវាចូលទៅក្នុងខ្លួនវាអាចបង្កទៅជាជំងឺបានដែរបាទហើយមួយទៀតតើនៅក្នុងភូមិនោះមានផ្ទុះជំងឺដែរឬទេអញ្ចឹងយើងត្រូវមើលថានៅក្នុងភូមិជុំវិញយើងហ្នឹងមានគោណាដែលធ្លាប់ឈឺជំងឺដែលមានជំងឺហើយស្លាប់ដែរឬទេពីព្រោះពេលច្រើនមេរោគវាអាចនៅច្រើនកន្លែងទី1វាអាចនៅក្នុងដីទី2វាអាចនៅក្នុងទឹកទី3នៅក្នុងស្មៅក្នុងច្បើងហើយទី4វាហៅតាមខ្យល់បាទអញ្ចឹងយើងត្រូវសាកសួរពីម្ចាស់សត្វអំពីចំណុចហ្នឹងតែយើងដឹងបាទហ្នឹងហើយទី2យើងត្រូវបន្ទាប់ពីយើងសាកសួរម្ចាស់សត្វហើយពីកន្លែងដែលវាស៊ីពីនៅក្នុងភូមិមានផ្ទុះជំងឺហើយយើងត្រូវត្រួតពិនិត្យជុំវិញទ្រុងបាទយើងត្រូវត្រួតពិនិត្យជុំវិញទ្រុងមើលកន្លែងដែលមិនសមរម្យបាទឧទាហរណ៍ដូចជានៅក្នុងទ្រុងហ្នឹងនៅជុំវិញហ្នឹងអត់ល្អហើយទ្រុងនឹងមានអាចច្រើនដែលម្ចាស់អត់បានកោយនិងម្ចាស់អត់បានកាត់អត់បានទុកដាក់ហ្នឹងវាធ្វើឲ្យមេរោគនៅក្នុងដីនៅពេលដែលវាដេកទៅវាអាចមានបញ្ហាដល់សត្វដែរបាទកន្លែងដែលអត់សមរម្យហ្នឹងបាទមានទឹកដក់ទៅមានមុខច្រើនទៅវាអាចបង្កទៅជាបញ្ហាជួនទៅដល់ពេលដែលនៅជុំវិញទ្រុងហ្នឹងវាមានទឹកដក់គោអាចផឹកទឹកហ្នឹងដែរបាទតែទឹកអត់ស្អាតធ្វើឲ្យវានឹងមានបញ្ហាដែរបាទទី3ត្រួតពិនិត្យសត្វបាទការត្រួតពិនិត្យសត្វនេះគឺជាសំខាន់បន្ទាប់ពីយើងសាកសួរម្ចាស់សត្វហើយបន្ទាប់ពីយើងពិនិត្យជុំវិញទ្រុងហើយយើងត្រូវត្រួតពិនិត្យសត្វដោយផ្ទាល់បាទយើងត្រូវមើលពីមុខទៅក្រោយហើយពីឆ្វេងទៅស្ដាំណាពីស្ដាំទៅឆ្វេងបាទពីស្ដាំទៅឆ្វេងហើយយើងស្ទាបមើលក្នុងមាត់តើនៅក្នុងមាត់ហ្នឹងវាមានស្លាកស្អីវាមានជាប់ស្អីមានមុតអីនៅក្នុងមាត់អត់ពីច្រើនបើសិនជាគោមុតឬក៏ជាប់ស្អីនៅក្នុងមាត់ពីច្រើនវាស៊ីឲ្យកើតទេបាទវាអត់ស៊ីចំណីអត់ផឹកទឹកព្រោះដោយសារវាឈឺនៅក្នុងមាត់ជួនទៅជាប់បន្លាជាប់អីដែលវាទៅស៊ីនៅតាមព្រៃអីចឹងទៅតែយើងមើលអត់ដឹងបាទអញ្ចឹងយើងត្រូវពិនិត្យយើងមើលក្នុងមាត់យើងត្រូវលុបបាទមួយទៀតភ្នែកក៏សំខាន់ដែរភ្នែកសត្វដែលធម្មតាគឺភ្នែកដែលថ្លាល្អហើយភ្នែកដែលមានជំងឺភ្នែកក្រហមបាទភ្នែកល្អអីចឹងទៅបាទហើយមួយទៀតពិនិត្យមើលអណ្ដាតតើអណ្ដាតវាមានបញ្ហាដែរអត់វាមានពងបែកដែរអត់វាមានឡើងជ្រាំងដែរក៏អត់បាទហើយមួយទៀតយើងពិនិត្យមើលផ្នែកខាងក្រោមរបស់សត្វតើផ្នែកខាងក្រោមពោះបន្លែពោះរបស់សត្វនោះវាមានមុតឬក៏វាមានបញ្ហាបាទរលាត់អីអត់បាទអញ្ចឹងយើងបន្ទាប់ពីយើងពិនិត្យមើលហើយទី4បន្តទៀតគឺយើងត្រូវយកកម្ដៅសត្វចំណុចនេះសំខាន់មែនទែនពិតសត្វទាំងអស់គឺត្រូវតែប្រើ thermometer
ចឹងយើងទៅតែមានផ្ទះមួយម៉ាច់មួយបាទទើបគេហៅថាពេទ្យហ្នឹងជាពេទ្យដែលច្បាស់ពេទ្យហ្នឹងជាពេទ្យដែលជំនាញបាទពីព្រោះអីថាបើយើងអត់មានផ្ទះមួយម៉ាច់ទេទីបានដូចជាយើងបិទភ្នែកទៅព្យាបាលសត្វចឹងពីព្រោះយើងអត់ដឹងថាសត្វហ្នឹងវាឡើងកម្ដៅអត់សត្វហ្នឹងវាចុះកម្ដៅអត់បាទអញ្ចឹងយើងអត់ទាន់ដឹងឡើយទេបាទអញ្ចឹងយើងត្រូវតែមានផ្ទះមួយម៉ាច់មួយជាប់ខ្លួនរបស់យើងជានិច្ចនៅពេលដែលយើងទៅព្យាបាលសត្វបាទអញ្ចឹងកម្ដៅរបស់សត្វជាធម្មតាកម្ដៅរបស់សត្វជ្រូកគឺយើងមើលបាទកម្ដៅសត្វជ្រូកគឺកម្ដៅរបស់វាគឺ 38.6 បាទចំណែកកម្ដៅរបស់គោគឺ 39.2 ចំណែកកម្ដៅរបស់មាន់ក្តៅជាងគេបាទ40 41បាទគឺអាចខ្ពស់ជាងនឹងទៀតបាទនេះហើយដែលយើងត្រូវតែច្បាស់បើមិនជាវាឡើងឧទាហរណ៍ជ្រូកឡើង38.9មានជូរនឹងឡើងកម្ដៅហើយបាទបើមិនជាគោឡើងមក39.8បាទគោនឹងឡើងកម្ដៅដែរបាទចំណែកមាន់ក៏ដូចគ្នាបាទអញ្ចឹងទាំងមួយម៉ាយនេះគឺសំខាន់បាទសំខាន់សម្រាប់សត្វបាទយើងត្រូវតែមានវាជាចាំបាច់បើមិនជាយើងអត់មានទេយើងអត់ដឹងថាគោនឹងវាឡើងកម្ដៅឬក៏អត់តែវាមានបញ្ហាមកពីអីតែវាមានបញ្ហាមកពីបាក់តេរីឬក៏បញ្ហាមកពីប៉ារ៉ាស៊ីតពីវីរុសបាទអីផ្សេងអញ្ចឹងទៅពេលយើងដាក់កម្ដៅទៅយើងដឹងថាអូសត្វនឹងឡើងកម្ដៅយើងប្រើថ្នាំបញ្ចុះកម្ដៅឬក៏យើងប្រើថ្នាំអង់ទីប៊ីយោទិកបាទណាហើយសូមឲ្យយើងបាទអ្នកជាអ្នកដែលព្យាបាលបាទយើងទៅចាំចំណុចទាំងអស់នេះបាទចាំចំណុចទាំងអស់នេះដើម្បីការព្យាបាលរបស់យើងទទួលបានភាពឥតខ្ចោះបាទក្នុងការដែលយើងទៅព្យាបាលបាទយើងបាទខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតបាទសូមកុំភ្លេចទាំង1ម៉ែត្រដើម្បីយកកម្ដៅសត្វនេះបាទអូខេហើយយើងនឹងមើលទៅបន្តនៅក្នុងចំណុចទី5និងចំណុចទី6បាទបាទសូមចាំបន្តិចអូខេបាទចំណុចទី5បន្ទាប់ពីយើងពិនិត្យមើលបន្ទាប់ពីយើងសាកសួរម្ចាស់សត្វហើយយើងត្រួតពិនិត្យមើលជំនួយត្រង់ហើយយើងត្រួតពិនិត្យសត្វបាទយើងត្រួតពិនិត្យរោគសញ្ញារបស់សត្វហើយបាទយើងឲ្យពិនិត្យក្នុងមាត់ក្នុងអីហើយយកកម្ដៅសត្វហើយបន្តមកយើងមកចំណុចទី5គឺការត្រួតពិនិត្យទៅលើរោគសញ្ញារបស់សត្វបាទតើសត្វនឹងវាមានសភាពយ៉ាងម៉េចបាទសត្វនឹងវាអត់ស៊ីចំណីសត្វនឹងវាអត់ផឹកទឹកសត្វនឹងស្គមស្គាំងឬក៏សត្វនឹងវង្វេងសត្វនឹងវាចោះទម្ងន់បាទវារសាប់រសល់យ៉ាងម៉េចគឺយើងត្រូវត្រួតពិនិត្យមើលបាទតើសត្វនឹងមានពងនៅលើស្បែកទេបាទសត្វនឹងមានរលាត់នៅលើស្បែកទេបាទសត្វនឹងតើរោគរបស់សត្វនឹងមានបញ្ហាអីដែរឬអត់បាទបន្ទាប់ពីយើងពិនិត្យមើលរួចហើយទី6គឺការព្យាបាលចំណែកការព្យាបាលនេះគឺយើងចែកចេញជា3ទៀតបាទការព្យាបាលនេះគឺចែកចេញជា3ទៀតគឺទី1យើងត្រូវមើលលើសម្បកថ្នាំឧទាហរណ៍យើងត្រូវមើលលើថ្ងៃខែឆ្នាំផលិតនៃថ្នាំអញ្ចឹងនៅពេលដែលយើងទិញដបថ្នាំមកយើងត្រូវមើលថាតើថ្នាំនឹងផុតកំណត់ហើយឬនៅបើសិនជាថ្នាំនឹងផុតកំណត់យើងអត់អាចយកមកប្រើបានទេពីព្រោះថ្នាំនឹងទី1ថ្នាំនឹងទី1ថ្នាំនឹងអត់មានប្រសិទ្ធភាពទេយើងនៅពេលដែលយើងប្រើទៅលើសត្វទៅអត់មានប្រសិទ្ធភាពឬក៏នៅពេលដែលយើងយកថ្នាំដែលផុតកំណត់នឹងយកមកប្រើប្រាស់ទៅលើសត្វវាអាចធ្វើឲ្យសត្វនឹងមានបញ្ហាដែរបាទអញ្ចឹងយើងត្រូវបានមើលឲ្យច្បាស់ពីថ្ងៃខែផលិតកុំឲ្យវាហួសកំណត់ខ្លាំងពេកដល់ចាប់ពីមួយថ្ងៃផុតកំណត់យើងអាចប្រើបានបាទលើសពី3ថ្ងៃទៅយើងសូមកុំប្រើបាទចំណុចទី3យើងត្រូវមើលកម្រិតប្រើនៃថ្នាំតើនៅក្នុងសម្បកថ្នាំហ្នឹង
ta cái đặt tha ta không một cc nhưng pra chừng luôn sẵn nó còn mang kilo thì họ được trong sòng bọ thằng nam khác cái đặt tha phiện chán cứ nơi hàng sòng bọ thằng nam bật trộn nâng đọt thằng nam lắm thì họ sạch chút mùi cc 10 kilo và hai cố mùi cc 20 kilo chẳng từនេះគាត់ទៅជាឧទាហរណ៍ទេបាទយើងធ្វើមើលកម្រិតថ្នាំហ្នឹងបើសិនជាយើងប្រើលឿនក៏អត់បានជោគជ័យដែរបើយើងប្រើតិចពេកក៏អត់បានជោគជ័យដែរបាទអញ្ចឹងសំខាន់គឺយើងត្រូវប្រើឲ្យត្រូវកម្រិតបាទត្រូវកម្រិតសត្វយើងហ្នឹងមានឆាប់ជាពីជំងឺតែបើយើងប្រើអត់ដល់កម្រិតទេមានន័យថាយើងប្រើតិចជាងកម្រិតឧទាហរណ៍គេឲ្យប្រើ1 cc ក្នុង10គីឡូយើងប្រើ cc 9គីឡូក៏អត់បានជោគជ័យដែរបាទការព្យាបាលរបស់យើងគឺទទួលបរាជ័យហើយបាទចំណុចទី3គឺយើងត្រូវមើលផ្លូវបញ្ចូលនៃថ្នាំតើថ្នាំនឹងគេត្រូវបញ្ចូលដោយរបៀបណាខ្លះបាទនេះយើងត្រូវចាំដែរបាទថ្នាំទាំងអស់គឺវាមានកន្លែងដែលបញ្ចូលគឺខុសគ្នាបាទនៅក្នុងសម្បកថ្នាំគឺគេមានដាក់បញ្ជាក់ដែរបាទគឺមាននិមិត្តសញ្ញារបស់គេគឺ IM ចាក់សាច់ដុំណា IV ចាក់តាមសរសៃតាមសរសៃនេះគេហៅថាចាក់តាមសរសៃបែនដូចជាតាមសរសៃនៅដូចជាជ្រូកដូចជាគោអីនៅតាមស្លឹកត្រចៀកពីច្រើនគេចាក់ទៅតាមស្លឹកត្រចៀកហើយថ្នាំដែលចាក់តាមសរសៃបែននេះគឺទទួលប្រសិទ្ធភាពលឿនជាងគេបាទហើយទី3គឺ SC គឺចាក់នៅខាងក្រោមស្បែកនៅត្រង់នេះពេទ្យសាស្ត្រភាគច្រើនគេតែងតែនិយាយថាSC នេះគឺចាក់នៅចាក់ស្បែកប៉ុន្តែតាមការពិតអត់ត្រូវទេនេះគឺចាក់ខាងក្រោមស្បែកបាទចាក់នៅខាងក្រោមស្បែកចំណែកទី4គឺ OR នេះគឺបញ្ច្រកនៅតាមមាត់បាទអញ្ចឹងបងប្អូនជាកសិករបាទនៅពេលដែលទិញថ្នាំមកយើងត្រូវមើលពីកម្រិតទី1យើងត្រូវមើលពីខែឆ្នាំផលិតពីការកម្រិតនៃការប្រើប្រាស់ថ្នាំតើយើងត្រូវប្រើប៉ុន្មាន cc នៅក្នុងសត្វចំនួន10គីឡូបាទហើយទី3យើងត្រូវមើលពីផ្លូវបញ្ចូលតើថ្នាំនោះយើងបញ្ចូលទៅតាមណាបញ្ចូលតាមសាច់ដុំតាមសរសៃបែនបញ្ចូលក្រោមស្បែកឬក៏បញ្ចូលតាមមាត់បាទអញ្ចឹងយើងត្រូវមើលដែរហើយយើងត្រូវចាំដែរអំពីនិមិត្តសញ្ញាទាំង4នេះបាទអញ្ចឹងថ្នាំនៅពេលដែលគេដាក់មកគឺមានសញ្ញាអញ្ចឹងបើសិនជាថ្នាំគេដាក់សាច់ដុំយើងទៅចាក់តាមសរសៃបែនក៏អត់បានដែរធ្វើឲ្យសត្វនឹងស្លាប់តែម្ដងបាទប៉ុន្តែឧទាហរណ៍ថ្នាំខ្លះវាមានចាក់សាច់ដុំផងចាក់សរសៃផងចាក់ខាងស្បែកផងនឹងបញ្ចុះតាមមាត់ផងឧទាហរណ៍ដូចជាពួក sulfa 33បាទគឺមានចាក់សាច់ដុំផងចាក់សរសៃផងចាក់ខាងស្បែកផងនិងបញ្ចុះតាមមាត់ផងបាទអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនដើម្បីការព្យាបាលសត្វរបស់យើងទទួលបានជោគជ័យគួរគប្បីយើងត្រូវតែមើលអំពីចំណុចទាំងអស់នេះយើងកុំឲ្យមើលរំលងពីព្រោះចំណុចទាំងអស់នេះវាសំខាន់ក្នុងការដែលយើងចោះទៅព្យាបាលសត្វឬក៏យើងព្យាបាលសត្វដោយខ្លួនឯងនេះបើសូមឲ្យយើងប្រុងប្រយ័ត្នដែរបាទហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចាំពីចំណុចទាំងអស់នេះហើយខ្ញុំនឹងខិតខំរកអ្វីបន្ថែមទៀតបាទសូមអរគុណហើយសូមព្យាយាមចាំរងចាំមើលនៅភាគទី3ដែលយើងបញ្ជាក់អំពីការដែលយើងចិញ្ចឹមជ្រូកថាតើជ្រូក1គីឡូចាប់ជ្រូកមួយក្បាលតាំងពីតូចរហូតដល់ធំហ្នឹងតើវាស៊ីចំណីអស់ប៉ុន្មានគីឡូក្នុងមួយថ្ងៃបាទសូមរងចាំទស្សនាទាំងអស់គ្នាបាទសូមអរគុណ